ដឹងឬអត់ថាផ្លែច័ន្ទមានអត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់សុខភាពផ្លែច័ន្ទមានកម្ពស់ពី10ទៅ18ម៉ែត្រសម្បកដើមចាស់មានពណ៌ខ្មៅផ្ការបស់វាមានពណ៌សច្រើនដុះដោយខ្លួនឯងនៅកន្លែងដីសើមព្រៃរបោះភ្នំឬដាំនៅក្នុងភូមិនិងវត្តអារាមជាដើមផ្លែច័ន្ទមានរាងមូលស្លឹកស្រដៀងនឹងស្លឹកព្រីងស្រដៀងនឹងផ្លែទម្លាប់ពេលខ្ចីវាមានពណ៌បៃតងពេលទុំមានពណ៌លឿងក្រអូបឈ្ងុយឈ្ងប់ផ្លែវាអាចញ៉ាំបានប៉ុន្តែមានរសជាតិសាបចត់តិចៗស្រាលក្លិនក្រអូបជាប់មាត់អាចដាក់នៅក្នុងបន្ទប់លើក្បាលដំណេកដើម្បីមានក្លិនក្រអូបនៅក្នុងបន្ទប់ប៉ុន្តែតើអ្នកដឹងទេថាផ្លែច័ន្ទគឺពិតជាផ្ដល់ផលប្រយោជន៍អ្វីខ្លះសម្រាប់សុខភាព1ផ្លែច័ន្ទមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មទឹកយកចេញពីផ្លែច័ន្ទមានសមត្ថភាពជួយទប់ស្កាត់ការបំបែកកោសិកាឈាមក្រហមនិងមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម2ទម្លាក់ព្រូនកូនក្មេងផ្លែច័ន្ទអាចជួយទម្លាក់ព្រូនកូនក្មេងបានដោយឲ្យក្មេងញ៉ាំច្រើនពេលព្រឹកមិនទាន់ញ៉ាំអី3ព្យាបាលអាការៈដេកមិនលក់ផ្លែច័ន្ទក៏អាចជួយលើបញ្ហាអាការៈដេកមិនលក់រសាប់រសល់ជំនួយសរសៃផងដែរ4បង្កើនថាមពលផ្លែច័ន្ទពេលវាទុំស្រស់វាអាចជួយបង្កើនថាមពលនៅក្នុងរាងកាយបានក្រៅពីផ្លែដើមរបស់វាក៏អាចធ្វើជាអុសដុតបានអាចយកដុតផលិតជាធ្យូងបានសាច់ឈើយើងអាចយកធ្វើជាគ្រឿងសង្ហារឹមនិងប្រើសម្រាប់សាងសង់ផ្ទះបានផ្លែវាយើងបរិភោគស្រស់ក៏បាននិងធ្វើជាបង្អែមក៏បានចំណែកឯស្លឹកដើមនិងសម្បកកែច្នៃប្រើជាឱសថបុរាណដោយសម្រាប់ផ្នែកឱសថបុរាណយើងអាចយកសាច់ផ្លែទម្លាក់ព្រូនកូនក្មេងឲ្យក្មេងញ៉ាំបានច្រើនពេលព្រឹកមិនទាន់ញ៉ាំអីចំណែកឯសម្បកផ្លែព្យាបាលពងបែកមាត់ដោយយកសម្បកហាលឲ្យក្រៀមដុតខ្លោចកិនឲ្យម៉ត់លាបកន្លែងពងបែកចំណែកឯស្លឹកយើងប្រើស្រស់បិទកន្លែងកាត់បួសរបួសឬរលាកភ្លើងសម្បកនឹងឬកោសសម្បកឲ្យក្រៅចេញចំនួន1ក្តាប់ដាំទឹកផឹកគឺវាជួយព្យាបាលក្មេងក្តៅនិងក្អួតកើតរមាស់ចំណែកឯសាច់ឈើនិងខ្លឹមគឺប្រើសម្រាប់ជំនួយសរសៃប្រសាទជំនួយសាច់ស្បែកឲ្យស្រស់ស្អាតក្តៅខ្លួនព្យាបាលថ្លើមសួតទម្លាក់ព្រូនព្យាបាលបែកញើសច្រើនផងដែរ